យ៉ាក៏ដងឆែមកែបស្លមជូគ្រឿងយ៉ាប់ហ្មងឃើញឡើងចុះអញ្ចឹងមិនឡើងភ្នំចុះភ្នំទេគឺឡើងចុះដោយសារតែផ្លូវលបឿនយឺតនេះផ្លូវគេផ្សេងគេអាប់ដេតដល់ផ្លូវលបឿនលឿនហើយនៅឡើយតែផ្លូវនេះលបឿនយឺតជានិរន្តរ៍ចឹងមិនថាអ្នកដែលចង់លឿនក៏នៅតែយឺតអ្នកដែលចង់យឺតក៏នៅតែយឺតផ្លូវនេះខ្ញុំមិនមែនមកប្រម៉ូទទេសារតែនៅជាប់ភូមិឯងចេះតែជិះកាត់លេងទៅឃើញផ្លូវចឹងឯងតិចច្រឡំថាគ្មានអ្នកជិះឯណោះចាជិះសឹងតែរាល់ថ្ងៃនឹងផ្លូវហ្នឹងដាច់ផ្លូវមកកណាត់ជាពីរឯងក៏មានដែររួចបើសួរថាផ្លូវដាច់ជាពីរចឹងហើយជិះតាមណាទៅគឺយើងជិះវៀងតាមក្រៅមកអ្នកទាំងអស់គ្នាតែបើសិនជាអ្នកទាំងអស់គ្នាចង់ជិះតាមផ្លូវដាច់ជាពីរនឹងកើតក៏ជិះទៅចានាងខ្ញុំមិនទៅខាត់ខាមអីទេមើលតែជំរឿក្លុកទៅដឹងហើយចូលមនុស្សពីរទៅក៏ទួយគ្នាទៀតមិនទាន់ឃើញចុងសក់ផងផ្លូវនេះបើជិះជាមួយនឹង my friend នេះដឹងតែ happy in my life ទៅមកជាតិនេះខ្ញុំកាមហ្មងអ្នកទាំងអស់គ្នាអើយឆ្កែទៅតែខូចបាន2ថ្ងៃទេឥឡូវឆ្មាខ្ញុំខូចមួយទៀតហើយសំខាន់ណាវាទៅដោយគ្មានមូលហេតុហ្មងថ្ងៃមិញហ្នឹងវានៅលេងជាមួយខ្ញុំដាក់បាយឲ្យវាស៊ីធម្មតាទេគ្រាន់តែបាត់វាមួយផ្លែតដើរមកក្រោយទៀតឃើញវាដេកទៅហ្មងឥឡូវខ្ញុំរកមូលហេតុអត់ឃើញទេអ្នកទាំងអស់គ្នាជួយគិតខ្ញុំតិចមើលឆ្កែដេញខាំវាក៏មានស្លាកស្នាមដែរតែនេះអត់សោះហ្មងហើយវាមិនឈឺណាវានៅលេងជាមួយខ្ញុំធម្មតានៅស៊ីបាយធម្មតាទេតែសុកវាខូចចឹងហ្មងតែបើថាវាពុលអីវាអាចនឹងប្រតិកម្មខ្លះហើយទៅនេះអត់ត្មងគ្រាន់តែបាត់វាមួយផ្លែតសោះពេលអញ្ចឹងទៅខ្ញុំមិនដឹងថាវាឈឺអីឬមួយក៏កើតហេតុការណ៍អីឲ្យប្រកាសទេខ្ញុំអាណិតវាអ្នកទាំងអស់គ្នាឆ្មាហ្នឹងគួរឲ្យស្រឡាញ់ណាវាចេះហើយវាឆ្លាតទៀតសង្ឃឹមថាជាតិក្រោយវានឹងផុតកម្មផុតពៀបានចាប់ជាតិជាមនុស្សនឹងគេចោលឲ្យបានសារនេះចេញឡងកាត់យប់មកអីមេតិចអញ្ចឹងបានបុកអំបិលក្រហមឆ្អិនឆ្អៅនេះញ៉ាំជាមួយនឹងបន្លែធម្មជាតិនិយាយពីថាឆ្ងាញ់ណាស់ទៅទិញទៅសក់គេញ៉ាំមកលើសាក់មកញ៉ាំទៅសក់ដាំខ្លួនឯងម្ដងផ្លែល្អអ្នកទាំងអស់គ្នាណាមួយមេឃទៅតែភ្លៀងហើយអញ្ចឹងសក់ឡើងស្រួយស្រើបត្រឹមតែប៉ុណ្្នឹងឯងជ្រះដីអស់លេងហ្មងមើលមាត់អេម៉ាញ៉ាំបានប៉ុន្តែហាមស្រក់ទឹកមាត់តែបើថាស្រក់ទឹកមាត់ឲ្យទប់ញ៉ាំមិនបានលំឡើងអាចមករកទិញទៅសក់នៅផ្ទះចាយអេម៉ាបាននិយាយថាទៅសក់ធម្មជាតិ100%តែផ្លែបានមួយសាហ្នឹងទេតែដបងអញ្ចឹងមួយថ្ងៃមកមើល10ដងងាកឡើងទួចព្រលឹមឡើងធំមកល្មមញ៉ាំអ្នកស្រាយមានតែប៉ុណ្្នឹងឯងគ្មានអីអួតទេក្រៅពីតំណាំធម្មជាតិញ៉ាំខ្លួនឯងញ៉ាំខ្លួនឯងមិនមានតែសក់ទេសូម្បីតែសណ្តែកគូនងតកូនលពើហើយនៅតែសក់ស្រូវទៀតនៅឡើងប៉ុនណាណយសតែប្រហែលថ្ងៃទៀតទុំយកទៅធ្វើបង្អែមញ៉ាំបានថ្ងៃនេះបញ្ចេញស្នាដៃធ្វើបង្អែមត្នោតឲ្យបង្នោញ៉ាំលើកទី1ចង់ដឹងថាបង្នោញ៉ាំឲ្យមានប្រតិកម្មអីគេខ្លះទៅមើលទាំងអស់គ្នាមុននឹងខ្លាចជាបង្អែមហ្នឹងគឺខ្ញុំមកខ្វេះត្នោតសិនតពីខ្វេះបានហើយទុកចូលក្នុងមាត់សិនចាំទុកក្នុងចានតាមក្រោយបង្អែមត្នោតហ្នឹងនឹងតែមានរសជាតិឈ្ងុយឆ្ងាញ់ហ្មងប៉ុន្តែម៉ែអត់ដាក់ទាំងអស់ទេគឺមកបេះជាមួយនឹងអានេះចេញសិនដឹងស្អីគេទេដឹងតែអានេះឥឡូវយើងបេះហើយអ្នកនរគ្នាបានច្រើនណាស់ហ្នឹងដាក់ចូលក្នុងមាត់មួយទៀតទៅដឹងថាបានខ្លាចជាបង្អែមឲ្យបង្នោញ៉ាំអត់ទេនេះដាក់ទឹកកក2 ប៊ីដុំហើយរាចជាមួយនឹងទឹកដោះគោឆៅយ៉ាទឹកដោះគោខាវវាឲ្យសប់ចឹងមកហើយបន្ទាប់មកយើងដាក់ចូលក្នុងមាត់ទៀតជាតិហ្មងចុងភៅនេះទោះតែបានភ្លក់ខ្លួនឯងអស់មួយចាន2ចានសិនបានឲ្យភ្ញៀវភ្លក់តាមក្រោយឥឡូវយកទៅឲ្យបង្នោភ្លក់មើលឆ្ងាញ់អត់បង្នោពងតកោវឹកឆ្ងល់ថាខ្ញុំថតធ្វើអីនៅតែញ៉ាំផ្អែមសោះថតដែរគាត់មកគាត់បានដាក់ចូលមាត់ហើយគាត់ងក់ក្បាលថាអូឆ្ងាញ់ខ្លាំងណាស់ស្រីម៉ែបងស្រីគឺជាមនុស្សម្នាក់ដែលចាយម៉ែអត់ដែរស្គាល់ហើយក៏អត់ដែរទិញបុកល្ហុងនៅកន្លែងគាត់ញ៉ាំដែរតែអ្នកទាំងអស់គ្នាជឿអត់ថាគាត់ស្គាល់ខ្ញុំឡើង4-5 ឆ្នាំហើយទាំងដែលខ្ញុំខ្លួនឯងនេះអត់ដែរដឹងថាគាត់ស្គាល់សោះសំខាន់ណាគាត់ឲ្យបុកល្ហុងខ្ញុំញ៉ាំទៀតហើយបើសួរថាគាត់ឲ្យបុកល្ហុងញ៉ាំអញ្ចឹងខ្ញុំដែរធ្លាប់មកទិញកន្លែងគាត់ញ៉ាំអត់ចម្លើយគឺអត់ទេអ្នកទាំងអស់គ្នាសំបីតែកន្លែងគាត់លក់ក៏ខ្ញុំក៏អត់ដែរស្គាល់ដែរតែគាត់ហ៊ានឲ្យបុកល្ហុងឲ្យខ្ញុំយកទៅញ៉ាំមុនដំបូងខ្ញុំឃើញលេខចម្លែកមួយខលមកខ្ញុំពេលហ្នឹងខ្ញុំពងតែចាក់សាំងតែដល់អីក្មេងៗឃើញក៏រត់មកប្រាប់គាត់ទៅថាចៅអេម៉ាឈប់ចាក់សាំងនៅកន្លែងនេះលឺអញ្ចឹងគាត់ជា fan ខ្ញុំផងគាត់អូនប៉ុន្តែខ្ញុំនេះបានចេញទៅផុតមកអញ្ចឹងគាត់ក៏សម្រេចចិត្តខលមកខ្ញុំថាខ្ញុំទៅដល់ណាហើយគាត់ចង់ឲ្យបុកល្ហុងយកទៅញ៉ាំ free តែគាត់ជា fan លឺអញ្ចឹងមិនថាចិត្តមិនថាឆ្ងាយខ្ញុំក៏ឡប់មកវិញមកខានគាត់ឲ្យមែនតើមិនអ្នកទាំងអស់គ្នាអាសូរតែខ្ញុំធ្លាប់ទិញគាត់ទៅអត់ថាខ្ញុំអត់ដែរទិញគាត់ផងហើយគាត់ហ៊ានឲ្យខ្ញុំ free ទៀតហើយទីតាំងគាត់លក់គឺខាងជើងសាលាដុនសជួសម្រាប់បងប្អូនសិស្សសាលាចង់ញ៉ាំបុកល្ហុងឬមួយក៏ភេទជ្ជៈអត់អីហ្នឹងអាចមករកជួយទិញគាត់ផងគាត់រស់រាយហើយចិត្តល្អ